ดาราកំប្លែងនាយពាក់មីកំពុងរងនឹងការប្រតិកម្មយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមតារាកំ pl ែងនាយពាក់មីកំពុងរងប្រតិកម្មយ៉ាងខ្លាំងពីអ្នកលេងបណ្ដាញសង្គមក្រោយពីលោកបានប៉ះពាល់លក្ខណៈខុសពីទម្រង់ធម្មតាមិនត្រឹមតែមានការរិះគន់នោះទេប៉ុន្តែមានពាក្យសម្ដីចចាមអារាមកន្លងមកមិនដែលមានតារាណាយកនារីលក់នំមកចូលសិល្បៈបានរីករាលដាលម្ដងទៀតថ្មីនេះអំឡុងពេលចូលរួមការ live បាល់ជាមួយនឹងជីងចောက်រវាងការប្រកួត Portugal ជាមួយនឹង Uzbekistan តារាសម្ដែងនាយពាក់មីបានធ្វើឲ្យមហាជនចេញមករិះគន់យ៉ាងច្រើនការរិះគន់នេះកើតឡើងដោយសារតែលោកចែមច័ន្ទតារាបានយកដៃរបស់ខ្លួនទៅប៉ះពាល់លក្ខណៈជានារីដែលលោកបណ្ដោះបណ្ដាលហៅមកសម្ដែងនៅក្នុងវីដេអូខ្លីកាយវិការរបស់តារារូបនេះត្រូវបានមហាជនចាត់ទុកថាមិនសមរម្យជាពិសេសអនុត្តចិត្តជាភរិយារបស់តារាកំ pl ែងនាយពាក់មីនិងកូនស្រីរបស់លោកដែលកំពុងចម្រើនវ័យផងដែរមនុស្សមួយចំនួនសម្ដែងការអស់សង្ឃឹមទៅកាន់តារាសម្ដែងនាយពាក់មីដែលរិះគន់ថាស្ថាបនិកមានប្រពន្ធចុងនៅកម្ពុជាជាគំរូសម្រាប់ប្រុសថោកទាបដូចគ្នាអ្នកខ្លះក៏បានបន្តខមមិនថាសម្ដែងលេងស៊ីមែនតែនបន្តទៀតថាការជួយមួយណាដែលមិនទទួលផលនោះហើយបន្តមកទៀតបងប្អូនយើងក៏នៅតែបន្តការខមមិនខំឲ្យតម្លៃកុំចរិតចឹងណាពូបន្តទៀតយូរទៅយករឿងអញ្ចឹងមកធ្វើជាកំ pl ែងលេងសើចមានតែពួកថោកទាបដូចគ្នាទេទើបសើចសប្បាយចេញមានមតិខ្លះទៀតលើកឡើងថាកូនស្រីពូក្រមុំហើយលាក់ខ្លះទៅពូដោយអ្វីដែលប្រពន្ធគាត់បានលើកឡើងសម្ភារដោយលើកមុនអញ្ចឹងគឺគាត់មានតែធ្វើចិត្តព្រោះប្តីគាត់បានផ្គត់ផ្គង់គ្រួសារបានល្អតែខូចអារឿងស្រីនឹងមួយគាត់ចាប់បានរហូតគាត់ថាគាត់បណ្ដោយតាមកម្មពេលណាពេលនឹងទៅចុះតែមុននឹងនិយាយបែបនេះមិនដឹងថាគាត់ក្រុមគ្រាចិត្តយ៉ាងណានោះទេដែលមនុស្សទាំងពីរអ្នកខំតាំងពីបាតដៃទៅទេពេលមានបានឲ្យប្រពន្ធក្រុមទ្រូងហើយឲ្យប្រពន្ធទទួលដោយសារតែពាក្យគាត់ល្អគ្រប់យ៉ាងអត់អានឹងមួយមិនដឹងធ្វើម៉េចពូកុំភ្លេចពូមានកូនស្រីដែរបន្ថែមពីនេះទៅទៀតពាក្យចចាមអារាមមកថាដោយតារាល្បីម្នាក់ដែលនាំនារីលក់នំមកចូលសិល្បៈតាម Telegram មកចូលសិល្បៈបានធ្វើឲ្យរីករាលដាលម្ដងទៀតស្របពេលតារាកំ pl ែងនាយពាក់មីកំពុងរងការរិះគន់កន្លងមកតារាកំ pl ែងរូបនេះក៏ធ្លាប់បកស្រាយរឿងលក្ខណៈចូលសិល្បៈផងដែរបន្ទាប់ពីការរិះគន់ពីមហាជនយ៉ាងចាស់ដៃតារាកំ pl ែងរូបនេះបានយកវីដេអូដែលមានការរិះគន់មកច្នៃធ្វើជាវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មទៅវិញតារាកំ pl ែងនាយពាក់មីបានដាក់ចំណងជើងច្បាស់ថារឿងចាប់ដៃលក្ខណៈជាបញ្ហាក្នុងគ្រួសារតែយើងក៏កិច្ចពីបញ្ហាយើងយកឈ្នះបញ្ហាឲ្យច្នៃមកចេញជាលុយពិតដូចមិនពិតដូចពិតជីវិតរ៉ាំរ៉ៃដោយអង់គ្លេសយប់មិញអញ្ចឹងទោះជាយ៉ាងណាតារាកំ pl ែងរូបនេះក៏បានរងនៅមតិប្រតិកម្មចម្រុះចំពោះវីដេអូនេះផងដែរ